អូហើយយូសួស្ដីទាំងអស់គ្នាខ្ញុំសិតប៊ីឬសលេងរបស់ខ្ញុំទីរ៉ៃអញ្ចឹងហ្នឹងខ្ញុំមកបន្តសាររៀបរបស់យើងបន្តទៀតក៏ប៉ុន្តែមិននឹងចូលទៅដល់វីដេអូនោះខ្ញុំសូមទោសទៅកាន់គ្នាយ៉ាងខ្លាំងមែនទែនដែលបញ្ហាជារឿងយឺតក៏ប្រូតាមីនគឺជាប់ទៅប្រឡងចម្រៀងនៅហងមេសអីចឹងណាឥឡូវហ្នឹងគឺបានជាប់ទៅកាន់វគ្គបន្តទៀតហើយគ្រាន់តែគេអត់ទាន់ចាក់ក្នុងទូនោះទេចាំគ្នាយើង support admin ផង X-Factor Cambodia រដូវកាលទី2ឈ្មោះប៊ុនថេនវីរៈហ្នឹងហើយប្រម៉ូទតែប៉ុណ្្នឹងទៅបានហើយឥឡូវយើងចូលទៅកាន់ភាពបន្តតែម្ដងណាឈប់នេះអ្នកគ្នាយើងដែលចង់ឧបត្ថម្ភមកកាន់ admin ក៏អាចឧបត្ថម្ភតាមយ៉ាងនេះបានផងដែរអូខេឥឡូវយើងចូលទៅកាន់ភាពបន្តរបស់យើងតែម្ដងទៅបន្តពីភាពមុនមកនឹងលោកនាយកបាននិយាយបញ្យល់ថាសាលានេះគឺជាវិទ្យាស្ថានកំពូលដាប់លេខ1លើលោកសម្រាប់អ្នកភ្ជាប់ដឹងខ្លួនជារៀងរាល់ឆ្នាំសាលានេះទទួលយកតែសិស្ស100នាក់ប៉ុណ្ណោះពីទូទាំងពិភពលោកដែលមានអាយុចន្លោះពី12ទៅ18ឆ្នាំលក្ខខណ្ឌកាន់តែតឹងតែងជាងនឹងទៅទៀតនោះគឺបេក្ខជនត្រូវមានកម្រិតយ៉ាងហោចណាស់ថ្នាក់ B ហើយត្រូវប្រឡងជាប់វិញ្ញាសាដ៏មហាលំបាកទើបគេពិចារណាយកគ្រាន់តែលក្ខខណ្ឌប៉ុណ្ណឹងសិស្សទាំងអស់នាំគ្នាហាំមាត់តែម្ដងមានសិស្សម្នាក់ត្អូញថាខ្ញុំប្រឹងចង់ងាប់ហើយទើបតឡើងដល់ថ្នាក់ D សោះមិនទាន់ទាំងដល់ C ផងអ្នកទៀតក៏បានបន្ថែមទៀតត្រូវហើយគ្រាន់តែឡើងដល់ថ្នាក់ B ក៏ពិបាករកមនុស្សដែរចូលទម្រាំទាមទារឲ្យឡើងដល់មុនអាយុ18ឆ្នាំទៀតនរណាទៅធ្វើកើតទៅឈរនៅក្បាលនោះប្រធានលីងយូរបស់លោកញញឹមហើយរអូម្នាក់ឯងថាឥឡូវនេះទើបដឹងថាសាលាអាវុធទេវតានេះពិបាកចូលរៀនប៉ុណ្ណានៅក្នុងពេលដែលអ្នកផ្សេងកំពុងតែពិបាកចិត្តបាយីបាយជាមានអារម្មណ៍មុតមមទៅវិញគេចាំច្បាស់ណាស់ថាទោះបីជាសាលានេះរើសសិស្សតឹងរឹងប៉ុណ្ណាក៏ដោយក៏អាជនក្បត់នោះនឹងក៏ជាសិស្សនិស្សិតដែលរៀនចប់ពីសាលានេះដែររូបភាពពីចិត្តមុនក៏បានផុសឡើងម្ដងទៀតគេចាំបានថាមានបរិសម្នាក់បាននាំ Chris ដែលពាក់របាំងមុខលលិខក្បាលនោះបានណែនាំខ្លួនជាសមាជិកថ្មីរបស់ក្រុមបរិសនោះបានសឹបប្រាប់បាយីថាទោះបីយើងមិនអាចស៊ើបប្រវត្តិគ្នាបានតែឯងត្រូវដឹងថា Chris គឺជានិស្សិតឆ្នាំបំផុតដែលរៀនចប់ពីសាលាអាវុធទេវតាហើយកម្លាំងរបស់វាមិនធម្មតានោះទេត្រឡប់មកពេលបច្ចុប្បន្ននៅវិញទៅមុខបាយីប្រែជាកាចបញ្ញាចិត្តយ៉ាងខ្ពស់បំផុតគេគិតថាបើគិតតាមពេលវេលានេះអាជនក្បត់ច្បាស់ជាកំពុងតែរៀននៅសាលានឹងមិនខានគេក្តាប់ដៃយ៉ាងណែនហើយប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែឡើងដល់ថ្នាក់ B ឲ្យបានលើបំផុតខ្ញុំត្រូវតែក្លាយជាអាជនក្បត់នឹងក្នុងន័យបន្លំខ្លួនឬយកតំណែងវាចឹងណាហើយខ្ញុំត្រូវតែចូលរៀននៅសាលាអាវុធទេវតានេះឲ្យបានខណៈដែលសិស្សឯទៀតកំពុងបារម្ភរឿងប្រឡងចូលឈីអានដែលឈរក្រោយបាយីកំពុងតែគិតនៅក្នុងចិត្តថាបើបាយីនិយាយថាគេចង់រៀននៅទីនេះហើយគេប្រកាសជាមានវិធីចូលបានមិនខានស្រាប់តែមានបរោះចំណាស់ស្លៀកពាក់ស្អាតបាតម្នាក់ដើរមកហៅឈីអានថាប្រនាងតូចធ្វើនេះភ្ជាប់ព្រឺតក៏បានសួរថាម៉េចក៏អ្នកនាងមកដល់ដែនដីទេវតាហើយមិនទៅជួបលោកប៉ាសិនឈីអានធ្វើមុខលេមឡោមងាកទៅមើលបរោះចំណាស់នោះស្របពេលដែលសិស្សដទៃកំពុងតែសម្លឹងមើលនាងដោយការងើយឆ្ងល់លោកនាយកសាលាឃើញបរោះនោះហើយក៏បានបញ្ញាប់អោនហើយហៅគាត់ថាលេខាជេនប្រាប់ឈីអានថាលោកប៉ាអ្នកនាងធ្លាក់ខ្លួនឈឺដោយសារការធ្វើការហួសកម្លាំងតែគាត់មិនឲ្យខ្ញុំប្រាប់អ្នកនាងនោះទេគ្រាន់តែលើដំណឹងនេះភ្លាមឈីអានភ័យស្លន់ស្លោហើយបញ្ញាប់រត់តាមលេខាជេនទៅឡើងឡានដែលកំពុងចាំនៅក្រៅយ៉ាងលឿនសិស្សផ្សេងទៀតឈរមើលទាំងឆ្ងល់ហើយសួរគ្នាថាតើឈីអានជានរណាឲ្យពិតប្រាកដសូម្បីតែនាយកសាលាក៏គោរពលេខាគ្រួសារនាងខ្លាំងម្ល៉េះមិនទាន់អស់ឆ្ងល់ផងស្រាប់តែមានឡានលីម៉ូស៊ីនពណ៌ខ្មៅដល់ប្រាំគ្រឿងបើមកដល់ធ្វើឲ្យពួកសិស្សបើភ្នែកធំព្រោះមិននឹកស្មានថានៅដែនដីទេវតាមានឡានលើបែបនេះទេអ្នកបើកបរបានចូលមកបើកទ្វារហើយមានយុវជនមួយក្រុមស្លៀកពាក់ស៊ីវិលដើរចុះមកលោកនាយកដើរទៅរកពួកគេហើយប្រាប់ថាមកយឺតម្ល៉េះយុវជនសក់ពណ៌ក្រហមខ្ពស់ម្នាក់ក្នុងចំណោមនោះញញឹមហើយឆ្លើយថាសូមទោសលោកនាយកពួកយើងមកពីសាលាឯកជនត្រូវហាត់ប្រយុទ្ធរាល់យប់ទើបហត់ខ្លាំងយុវជនសក់ក្រហមនោះបានបន្ថែមថាម្សិលមិញមានការប្រយុទ្ធគ្នាដ៏ធំមួយទើបពួកយើងអស់កម្លាំងសូមការយោគយល់ផងបន្ទាប់មកលោកនាយកក៏បានណែនាំក្រុមទាំងពីរឲ្យស្គាល់គ្នាគាត់ប្រាប់ថាដំណើរទស្សនកិច្ចនេះមានសិស្សមកពីសាលាពីរផ្សេងគ្នាហើយគាត់ណែនាំក្រុមចំណូលថ្មីនេះថាជាសិស្សក្នុងស្រុកមកពីសាលាឯកជនកំពូលប្រចាំព្រំដែនខាងកើតពួកសិស្សមកពីសាលារបស់បាយីលោកសរសើរថាពួកសិស្សក្នុងស្រុកនេះស្លៀកពាក់លយម្លេះពេលលោកនាយកងាកមកណែនាំក្រុមរបស់បាយីអាសក់ក្រហមនោះក៏បានកាត់សម្ដីយ៉ាងក្អើកក្ទាំថាមិនបាច់ណែនាំទេលោកនាយកវិញញញឹមតិចហើយសន្មតថាពួកនេះប្រកាសជាមកពីប្រទេសជាសម្ព័ន្ធមិត្តហើយមើលទៅអញ្ចឹងគ្រាន់តែជាមនុស្សសាមញ្ញធម្មតានឹងឯងពេលសម្ដីមួយងាយនេះបានធ្វើឲ្យបាយីនិងមិត្តរួមថ្នាក់ហួសចិត្តយ៉ាងខ្លាំងអ្នកគ្រូហួងបានដើរទៅរកក្រុមសិស្សសាលាឯកជននោះតែទឹកមុខបារម្ភហើយសួរថាម៉េចក៏មកតែ5នាក់អញ្ចឹងសំណួរនេះបែរជាធ្វើឲ្យពួកគេសើចចំអកទៅវិញអាមេសក់ពណ៌ក្រហម
ចង្អុលមកក្រុមរបស់បាជីហើយដេថាពួកសុកស្រែវាជារឿងធម្មតាទេដែលពួកឯងមិនដែលស្គាល់សាលាឯកជននោះវាអួតយ៉ាងមានមោទនភាពថាពួកយើងសុទ្ធតែជាមកពីគ្រួសារអភិជនក្នុងដែនដីទេវតាដោយសារតែឋានៈពួកយើងខ្ពស់ការអប់រំនិងធនធានដែលពួកយើងទទួលបានគឺលើសពួកឯងឆ្ងាយណាស់បន្ទាប់មកវិឆ្លចំនួនអ្នកគ្រូហួងទាំងរឹកធំថាសាលាពួកយើងទាំងមូលមានសិស្សតែ5នាក់នឹងឯងហើយធនធានទាំងអស់នៅក្នុងសាលាគឺទុកសម្រាប់តែពួកយើងតែប៉ុណ្ណោះសិស្សស្រីម្នាក់ក្នុងក្រុមវាបន្ថែមថាពិតមែនហើយពួកសុកស្រែមកពីសាលារដ្ឋធ្វើម៉េចនឹងយល់រឿងបែបនេះទៅការប្រមាថផ្ទួននេះបានធ្វើឲ្យយងយួនខឹងឡើងញ័រខ្លួនគេស្ទុះទៅមុខហើយសួរទៅកំហឹងថាម៉េចក៏ពួកឯងហៅពួកយើងជាអ្នកសុកស្រែអាមេសក់ក្រហមក៏បានសួរឌឺថាចុះឯងគិតថាអញកំពុងតែមើងងាយឯងមែនអីវាអួតទៀតថាពួកយើងទាំងអស់គ្នានេះសុទ្ធតែជាអនាគតរបស់សាលាអាវុធទេវតាដ៏ល្បីល្បាញណាស់ទោះបីអញទៅតែរៀនថ្នាក់ទី11ក៏ដោយតែអញជាអ្នកចម្បាំងកម្រិត C លេខ30បាត់ទៅហើយខ្វះតែមួយកម្រិតទៀតឡើងដល់ថ្នាក់ B ហើយវិញញញឹមយ៉ាងគួរឲ្យខ្លាចរួចក៏បានយកដៃទៅចាក់កអាវយងយូនហើយសួរតែមើងងាយថាចុះឯងកម្រិតប្រមាណដែរពួកយើងមកនេះគ្រាន់តែមកមើលសាលាមុនឲ្យស្គាល់ប៉ុណ្ណោះត្រសក់ក្រហមសាច់ច្បោះបែបនេះចងជួនខឹងសឹងតែស្ទះទ្រូងប៉ុន្តែគេប្រឹងទប់អារម្មណ៍ហើយលឿតដៃទៅក្រោយប្រកាសយ៉ាងជឿជាក់ថាក្រុមសាលាកំពូលរបស់យើងដែលមានលីងយូនិងអនុប្រធានប្រកាសជាអាចប្រកួតប្រជែងជាមួយនឹងពួកឯងបានតែពួកសិស្សឯកជននោះធ្វើមុខប្រងើយមិនចាប់អារម្មណ៍អីបន្តិចសោះអាមេសក់ពណ៌ក្រហមសាច់ចំអកហើយប្រាប់ថាពួកឯងកុំសម្គាល់ខ្លួនឯងពេកវាចង្អុលមកក្រុមរបស់វាហើយអួតថាពួកយើងទាំង5នាក់នេះចូលដៃគ្នាបានល្អណាស់កាលពីម្សិលមិញពួកយើងទើបតែឆ្លងផុតរូងភ្នំកម្រិត D ហើយបំបីកំណត់ត្រាសាលាទៀតផងស្រីម្នាក់ពាក់មួកបារ៉េនឹងក៏បានញញឹមមើងងាយហើយថាប្រាប់ពួកនឹងធ្វើអីពួកវាប្រហែលជាមិនដែលស្គាល់ថារូងភ្នំកម្រិត D នឹងបែរមុខឬក៏មិនតាណាផងហ្នឹងនិយាយទៅពួកវានឹងគឺមើងងាយទៅកាន់ក្រុមរបស់បាជីមែនទែននាងបន្ថែមទៀតមនុស្សសាមញ្ញមកពីសុកស្រែមិននឹងយល់អំពីជីវិតស៊ីវិល័យរបស់ប្រជាជនទៅដោយសារសម្លេងដេបែបនេះធ្វើឲ្យយងជូននិងសិស្សសាលារដ្ឋឯទៀតខឹងញ័រខ្លួនទៅត្រឹកអាមេសក់ពណ៌ក្រហមតែបន្តអួតក្អើកតមថាគោលដៅរបស់ពួកវាគឺខ្លាចទៅជាអ្នកមានពរពីព្រះចំណែកឯពួកអ្នកឯងគឺបានត្រឹមតែរស់នៅក្នុងសុកស្រែមួយជីវិតនឹងឯងគ្រាន់តែលើពាក្យថាអ្នកមានពរពីព្រះភ្លាមបាជីចាប់អារម្មណ៍យ៉ាងខ្លាំងគេគិតក្នុងចិត្តថាឋានៈនេះគឺជាឋានៈសង្គមខ្ពស់បំផុតដែលមនុស្សធម្មតាគ្មានសាច់ឈាមព្រះអាចស្រវាចាប់បានវាជាក្តីសម័យរបស់មនុស្សគ្រប់គ្នាហើយក៏ជាតំណែងដែលគេធ្លាប់ទទួលបានកាលពីជាតិមុនផងដែរប៉ុន្តែការចងចាំរបស់គេប្រែជាជូរចត់ពេលនឹកឃើញថាទីបំផុតទោះបីបានឋានៈនឹងមែនតែគេមានតម្លៃស្មើនឹងឆ្កែមួយក្បាលបំរើព្រះតែប៉ុណ្ណោះរូបភាពខ្លួនឯងកាលពីជាតិមុនដែលត្រូវបានគេចងច្រវាក់បានផុសឡើងនៅក្នុងខួរក្បាលបាជីស្បត់ក្នុងចិត្តយ៉ាងស្ងៀមស្ងាត់ថាជាថ្មីនេះគេនឹងមិនរស់នៅបែបនឹងទៀតដាច់ខាតស្ថិតពេលនោះមានសម្លេងម៉ាស៊ីនយ៉ាងខ្លាំងពន្លឺឡើងលើអាកាសធ្វើឲ្យសិស្សគ្រប់គ្នាងើបមុខមើលតែភ្ជាប់អោឆ្ងល់ថាសម្លេងស្អីគេវាគឺជាយានអវកាសដ៏ទំនើបមួយគ្រឿងកំពុងតែហោះពីលើក្បាលរបស់ពួកគេនឹងឯងមានសិស្សម្នាក់លាន់មាត់តែភ្ជាប់អោថានេះគឺជាយានជំនិះផ្ដាច់មុខរបស់គ្រួសារព្រះតើមិនក៏មកដល់ទីនេះអញ្ចឹងយានអវកាសនោះក៏បានចូលចតបង្កើតជាខ្យល់បក់យ៉ាងខ្លាំងមានបរិមម្នាក់ដើរចេញពីក្នុងផ្សារហើយនិយាយថាសិស្សទាំងអស់មកជុំគ្នានៅទីនេះតាពួកសិស្សសាលាឯកជនងាកទៅមើលទាំងភ្ជាប់អោពេលឃើញបរិសនោះដើរចូលមកចិត្តពួកគេស្គាល់ច្បាស់ឬក៏បានស្រែកហៅឈ្មោះ Lin Phong គាត់គឺជាអ្នកមានពរប្រចាំគ្រួសារ Davis ដ៏មានអំណាចតើ Lin Phong សម្លឹងមើលមុខទៅកាន់វងមនុស្សឬក៏បានប្រកាសថាបើសិស្សទាំងអស់នៅទីនេះអញ្ចឹងបាជីប្រកាសជានៅក្នុងចំណោមនឹងហើយការប្រកាសរកឈ្មោះនេះធ្វើឲ្យពួកសិស្សសាលាឯកជនដែលកំពុងតែវារកឈ្មោះឆ្មៃនោះគៀងស្មារតីឆ្ងល់ថាបាជីជានរណាបានជាមនុស្សសំខាន់តូច Lin Phong មកតាមរកដល់ទីនេះមិនអោយយូរនោះទេបាជីក៏បានដើរចេញពីវងមនុស្សសម្ដៅទៅរក Lin Phong ទាំងកើភ្នែកមកស្រួយ Lin Phong រុញវ៉ែនតាឲ្យស្រួលបួលរួចក៏បានប្រាប់បាជីថាគេដឹងថាបាជីជាអ្នកសម្អាតរូងភ្នំកម្រិតDតែម្នាក់ឯងយ៉ាងល្អឥតខ្ចោះក្នុងពេលប្រឡងសាកល្បងគាត់បញ្យល់ថាគ្រួសារព្រះជាពិសេសត្រកូល Davis ចាប់អារម្មណ៍នឹងសមត្ថភាពបបាជីខ្លាំងណាស់ដោយសារតែពេលនេះគ្រួសារព្រះកំពុងតែរៀបចំប្រកួតបរបាញ់ទើបគេអញ្ជើញបាជីជាភ្ញៀវកិត្តិយសឲ្យទៅមើលផ្ទាល់តែម្ដងបាជីឈរស្ងៀមថ្មឹងមិនបញ្ចេញទឹកមុខអីបន្តិចសោះហ្មងប៉ុន្តែដំណឹងនេះបានធ្វើឲ្យសិស្សសាលាឯកជនទាំងនោះឈរហាមមាត់តែម្ដងភ្ជាប់អើពួកគេស្ទើរតែមិនជឿនឹងតិចដែលលើថាបាជីហ៊ានចូលរួមភ្នំកម្រិតDតែម្នាក់ឯងហើយថែមទាំងបានលិខិតអញ្ជើញផ្
ផ្ទាល់ពីគ្រួសារព្រះទៀតផងលីនហ្វុងញញឹមយ៉ាងគួរសមរួចធ្វើកាយវិការអញ្ជើញបាជីឲ្យឡើងយានអវកាសជាមួយនឹងគាត់ពេលនោះបាជីក៏បាននឹកឃើញដល់ប្រវត្តិសាស្ត្រនៃពិភពលោកសពថ្ងៃកាលពី100ឆ្នាំមុនពិភពលោកតែមូលបានធ្លាក់ចូលទៅក្នុងភាពវឹកវរយ៉ាងខ្លាំងដោយសារតែមានសត្វចម្លែកដ៏សាហាវសាហាវមកវេលោកខណៈដែលមនុស្សលោកខ្សោយពេកគ្មានកម្លាំងតទល់សោះក្នុងពេលដែលកំសត់មួយនោះស្រាប់តែមានព្រះដ៏មានអំណាច5អង្គបានលេចប្រកាយឡើងពួកទ្រង់បានធ្វើជាអ្នកការពារមនុស្សជាតិដោយសម្លាប់សត្វចម្លែកធំអស់គ្មានសល់ដោយសារបានព្រះជួយពិភពលោកមនុស្សក៏ត្រូវបានសង្គ្រោះចាប់ពីថ្ងៃនោះមកមនុស្សក៏បានចាប់ផ្ដើមគោរពបូជាព្រះយ៉ាងជ្រាលជ្រៅបំផុតដើម្បីបន្តការការពារពួកព្រះក៏បានសម្រេចចិត្តរស់នៅក្នុងពិភពមនុស្សតទៅទៀតទ្រង់បានផ្ដល់ចំណេះដឹងនិងធម៌ពលវេទមន្តដល់មនុស្សជួយបង្កើតកងទ័ពដ៏រឹងមាំនិងបង្កើតច្បាប់ទម្លាប់ថ្មីដើម្បីគ្រប់គ្រងពួកគេមិនត្រឹមតែប៉ុណ្ណោះព្រះទាំងនោះថែមទាំងបានរស់ជាមួយនឹងមនុស្សលោកបង្កើតបានជាកូនចៅចំនួនថ្មីទៀតផងកូនចៅដែលកើតមកកាត់សាច់ឈាមព្រះទាំងនោះត្រូវបានគេហៅថាគ្រួសារព្រះទឹកមុខបាជីប្រែជាត្រជាក់សាច់និងពោពេញទៅដោយគំនុំគេដឹងច្បាស់ថានេះគ្រាន់តែជារឿងប្រវត្តិសាស្ត្រដែលគេបង្រៀនបោកក្មេងៗប៉ុណ្ណោះប៉ុន្តែការពិតជាក់ស្ដែងគឺមនុស្សគ្រប់គ្នានៅលើលោកនេះត្រូវរស់ធ្វើជាទាសករក្រោមការគ្រប់គ្រងផ្ដាច់មុខរបស់ពួកព្រះទាំងនោះតែម្ដងត្រឡប់មកពេលបច្ចុប្បន្ននៅវិញអាសើសក់ក្រហមមកពីសាលាឯកជននោះបានស្ទុះទៅសួរលីនហ្វុងទាំងទះសារថាតើពួកវាអាចសុំទៅមើលការប្រកួតបោកបាញ់នឹងដែរបានអត់វាអួតប្រាប់គេឯងថាការប្រកួតនេះធ្វើឡើងនៅលើទឹកដីគ្រួសារព្រះផ្ទាល់តែម្ដងដែលមនុស្សធម្មតាទូទៅទោះរស់មួយជីវិតទៀតក៏មិនសង្ឃឹមថាបានជន់ទឹកដីនោះឡើយក៏មិនថាឡើយបានឃើញការប្រកួតផ្ទាល់ភ្នែកនោះលីនហ្វុងញញឹមគួរសមរួចបញ្ជាក់យ៉ាងច្បាស់ថាដោយសារដំណើរកម្សាន្តនេះរៀបចំដោយគ្រួសារ Davis ផ្ទាល់ដូច្នេះតាមគម្រោងគឺគេអញ្ជើញសិស្សទាំងអស់ឲ្យទៅមើលស្រាប់ហើយគាត់ប្រាប់ថាដោយសារតែនៅសល់ពេលមុននឹងទៅទស្សនកិច្ចនៅសាលាអាវុធទេវតាដូច្នេះបើមានសិស្សណាចង់ទៅមើលការប្រកួតក៏សូមស្វាគមន៍ជានិច្ចសិស្សមកពីសាលារបស់បាជីរួមទាំងគ្រូហួងនិងចុងជូនផងសុទ្ធតែហាមមាត់មិនចង់ជឿពួកគេស្មានមិនដល់សោះថាខ្លួនឯងមានវាសនាបានទៅជន់ទឹកដីគ្រួសារព្រះបែបនេះឈរនៅឆ្ងាយពីគេបន្តិចលីនយូនិងអនុប្រធានក្រុមកំពុងតែឈរមើលយ៉ាងស្ងៀមស្ងាត់លីនយូនិយាយថាកន្លែងនោះមានតែពួកអភិជនទេទើបសមនៅចំណែកឯអនុប្រធានក៏បានតបវិញថាពួកសិស្សធម្មតាទាំងនេះពិតជាមានសំណាងធំមែនដោយស្ថានញញឹមស្វាគមន៍ជាលើកចុងក្រោយលីនហ្វុងក៏បានអញ្ជើញអ្នកទាំងអស់គ្នាឲ្យឡើងយានអវកាសជាផ្លូវការបន្ទាប់មកសិស្សទាំងអស់ក៏បានទៅដឹកបញ្ជូនទៅកាន់ទឹកដីគ្រួសារ Davis ដែលជាទីក្រុងអណ្ដែតទឹកដ៏ស្រស់ស្អាតដោយឋានសួគ៌មានឈ្មោះទីក្រុងលើមេឃស្ថិតនៅខ្ពស់កប់ពពកពេលកំពុងធ្វើដំណើរគេបានបញ្យល់ប្រាប់ថាគ្រួសារព្រះទាំង5គឺគ្រប់គ្រងរាយប៉ាយពេញពិភពលោកដោយដែនដីទេវតាគឺជាទីស្នាក់ការកណ្ដាលរបស់គ្រួសារ Davis ពួកគេគឺជាកូនចៅផ្ទាល់របស់ព្រះដ៏អស្ចារ្យ Gadmos Davis ហើយមានអំណាចក្តោបក្តាប់កងទ័ពដ៏ខ្លាំងបំផុតលើលោកគឺសមាគមទេវតាអំណាចរបស់ពួកគេគឺផ្ដាច់មុខតែម្ដងព្រោះពួកគេមិនត្រឹមតែគ្រប់គ្រងសាលាអាវុធទេវតានិងរើសទេសកលប៉ុណ្ណោះទេថែមទាំងលុះដៃត្រួតពិនិត្យអ្នកភ្ជាប់ដឹងខ្លួននៅតាមប្រទេសដទៃទៀតផងដែរហើយយើងជំរឿភាពបន្តទៀតទៅថានឹងធ្វើជាយ៉ាងណាអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយបាយបាយ